ស្វាគមន៍មកកាន់សាលាជំនាញវេយ្យាករណ៍របស់ប្រែអូខេខ្ញុំបរិញ្ញាអ្នកនេះបន្តនៅសន្ទនាកម្រិតដំបូងនៅក្នុង Unit 5 មេរៀនទី5ដដែលក្នុងវីដេអូនេះខ្ញុំបរិញ្ញាអំពីការធ្វើ topic គេប្រែទៅតែងសេចក្តីឬប្រធានបទនេះអ្នកនេះជាតែងសេចក្តីមួយដាក់សម្រាប់អ្នកនរធ្វើ Will you save the poor if you are rich Will you save the poor if you are rich តើអ្នកនឹងជួយអ្នកក្រទេប្រសិនបើអ្នកមានបើសិនតែយើងអ្នកខ្លាចអ្នកមានណាអញ្ចឹង topic មួយនេះគឺអ្នកទាំងអស់គ្នាសិស្សទាំងអស់ដាច់ខាតត្រូវតែនិយាយជាភាសាអង់គ្លេសហ្នឹងហើយការធ្វើ topic បានល្អដូចខ្ញុំបានប្រាប់គ្រប់វីដេអូហើយថាគឺមាន3ចំណុចទី1ធំគឺ introduction សេចក្តីផ្ដើមនឹងយើងនិយាយតែ30វិនាទីណាហ្នឹងហើយលើកយកប្រធានបទហ្នឹងមកគេថាអ្នកនឹងជួយអ្នកក្របើសិនណាមានបើសិនអ្នកខ្លាចជាអ្នកមានបើសិនអ្នកខ្លាចជាអ្នកមានតែអ្នកជួយអ្នកក្រយើងថា yes I will sell the poor ថាប៉ុណ្្នឹងក៏បានដែរណាបន្ទាប់មកពីធំគឺ body តួសេចក្តីហើយ body នេះវាបែងចែកជាពីរចំណុចសំខាន់ចំណុចទី1គឺ advantage គុណសម្បត្តិនិយាយអំពីគុណសម្បត្តិនៃការជួយអ្នកក្រហ្នឹងតើវាមានគុណសម្បត្តិអីខ្លះវាយើងជួយណាតែនិយាយជាភាសាអង់គ្លេសរៀបខ្មែរហើយនិយាយអង់គ្លេសតាមក្រោយណាទី2 disadvantage គុណវិបត្តិនិយាយថាយើងនៅពេលដែលយើងជួយទៅហ្នឹងតើវាមានផលប៉ះពាល់វាមានគុណវិបត្តិអ្វីខ្លះហ្នឹងហើយទៅពេលដែលយើងជួយហើយពេលដែលអ្នកដែលយើងអត់បានជួយយើងរៀបខ្មែរមកហើយយើងនិយាយអង់គ្លេសមកណាហើយអាហ្នឹងគឺ advantage គុណសម្បត្តិយើងនិយាយ1នាទី disadvantage យើងនិយាយ1នាទីណាចុងក្រោយទី3ធំគឺ conclusion សេចក្តីបញ្ចប់ហ្នឹងយើងនិយាយតែ30វិនាទីទេគឺយើងនិយាយយើងថាសរុបសេចក្តីមកការជួយសង្គ្រោះអ្នកផលគឺជាកាតព្វកិច្ចរបស់ខ្ញុំអញ្ចឹងហ្នឹងហើយតែយើងរៀបជាភាសាអង់គ្លេសណាតែអញ្ចឹងខ្ញុំសរុបមកវិញការធ្វើ topic បានល្អគឺគេផ្ដោត3ចំណុចហ្នឹងឯង introduction body ហើយនិង conclusion អូខេហ្នឹងអញ្ចឹងចុងក្រោយនេះខ្ញុំផ្ដល់ព័ត៌មានតាក់ទងនឹងការលក់សៀវភៅខ្ញុំមានលក់សៀវភៅstructure សំណងប្រយោគណាខ្មែរអង់គ្លេសខ្មែរសៀវភៅ expression សៀវភៅ formal word អានេះសំខាន់យ៉ាងនេះសៀវភៅប្រើប្រាស់ផ្លូវការនេះមានពាក្យខ្សែពាក្យអីរាប់លានទៀតក្នុងហ្នឹងហើយសៀវភៅវេយ្យាករណ៍ part of speech សៀវភៅវេយ្យាករណ៍ writing skill សៀវភៅវេយ្យាករណ៍ TOEFL សៀវភៅសន្ទនាទំនាក់ទំនងថ្នាក់ជាតិថ្នាក់អន្តរជាតិសម្រាប់អ្នកដែលធ្វើតេស្តធ្វើសម្ភាសន៍ក្នុងការងារស្ថាប័នរដ្ឋស្ថាប័នឯកជនអីមានក្នុងហ្នឹងទាំងអស់អញ្ចឹងសៀវភៅទាំងអស់ហ្នឹងសុទ្ធតែខ្ញុំបាននិពន្ធជាភាសាអង់គ្លេសបកប្រែខ្មែររួចហើយបើអ្នកនរចាំបានសៀវភៅណាមួយយកទៅប្រើការក្នុងស្ថាប័នការងាររបស់អ្នកនរអាចតាក់ទងតាមលេខ Telegram របស់ខ្ញុំគឺ093 553 191អូខេបើប៉ុណ្្នឹងចោះអ្នកនរ